Hello ស្វាគមន៍អ្នកទាំងអស់គ្នាសាជាថ្មីដែលចូលមកទស្សនាភាពបន្តនៃរឿងអំណាចវិញ្ញាណម្ចាស់ទ្វីបលៀងវូដែលជាភាគទី164របស់យើងចាប់ផ្ដើមនៅខ្សែរឿងយន្តសាងអ្នកក៏បានអង្អែលមុខរបស់ឈិនធានដូច្នេះអ្នកក៏មានអារម្មណ៍នឹកស្ដាយស្រណោះខ្ញុំដែរមែនទេហើយប្រសិនបើពិធីមង្គលការរបស់យើងបានរៀបចំទទួលជោគជ័យវាពិតជាអស្ចារ្យណាស់យន្តសាងមិនចាំបាច់ព្យាយាមនិយាយនោះទេអ្នកគ្រាន់តែគិតថានេះគឺជាការកេងលក់ទៅបានហើយខ្ញុំពិតជានឹងរកវិធីព្យាបាលនេះឲ្យបានចាស់ខ្ញុំនឹងចាត់ទុកថានេះគឺជាសន្យារបស់ពួកយើងបន្ទាប់មកអ្នកក៏បានលើកកូនដៃធ្វើស្បត់សន្យារួចហើយអ្នកក៏បានផុតពេលនោះតែម្ដងឈិនធានគេក៏បានតក់ស្លុបបន្តិចផងដែរយកដៃអង្អែលធ្ពររបស់នាងទាំងស្ដាយស្រណោះដោយមេដឹកនាំនៃកាយសុនសងក៏បានបង្ហាញខ្លួននៅលើទូកហោះរបស់គាត់ជាមួយនឹងទេពកោសល្យរបស់ក្មេងម្នាក់នេះគេប្រកាសជានឹងខ្លាចជាមនុស្សដ៏មានអំណាចម្នាក់ជាមិនខានដូច្នេះខ្ញុំទុកឲ្យនៃកាយតើដោះស្រាយជាមួយនឹងគេទៅចុះរួចហើយគាត់ក៏បានយករាងកាយរបស់ព្រះអង្គម្ចាស់ទី3ចាក់ចេញទៅជាមួយនៅសល់ព្រឹត្តិការណ៍ស៊ុនលៀងពេលនេះគាត់ក៏បានប្រើប្រាស់នូវធម្មពលបើការវាប្រហារទៅលើឈិនធានទះចេញនូវធម្មពលបានដៃចូលទៅក្រឡេកចង់ភ្នែកឃើញទាន់ឈិនធានបាញ់ចេញនូវធម្មពលបំបែកចេញដើម្បីជាប្រយោជន៍ដល់មេដឹកនាំនៃកាយតើលោកសុកចិត្តធ្វើអំពើបែបនេះបន្ទាប់មកក៏បានស្រូបនៅរាងកាយរបស់យន្តសាងដាក់ទៅក្នុងស្មារតីវិញ្ញាណរបស់គាត់ពូឈិនដោយសារតែនេះបដិសេធមិនចូលរួមជាមួយនឹងនិកាយតៅយើងអ្នកនឹងខ្លាចជាសត្រូវដ៏ធំរបស់យើងនាពេលអនាគតដូច្នេះមានតែខ្ញុំសម្លាប់ឯងនៅក្នុងថ្ងៃនេះតែប៉ុណ្ណោះបំផ្ទុះអំណាចធម្មពលរបស់គាត់ពីពេញរាងកាយខណៈពេលនោះផងដែរយើងក៏បានឃើញអំណាចធម្មពលឡើងក្រាស់គ្រប់ដណ្ដប់នៅទីនោះអមជាមួយនឹងចំហាយធម្មពលរន្ទាដែលធ្វើនេះរាល់គ្នាក៏មានការភ្ញាក់ផ្អើលផងដែរដោយសម្លេងបរិសម្នាក់ក៏បានផ្សាយបន្លឺឡើងឈិនធានត្រូវការជំនួយទេដោយវត្តមានបរិសម្នាក់នោះឈិនធានក៏បានស្គាល់ផងដែរថាគេគឺជាហ្វាំងហៅចំណែកព្រឹត្តិការណ៍ស៊ុនលីងបានទូថាតើអ្នកគឺជានរណាអ្នកមិនស័ក្តិសមជ្រៀតជ្រែកកិច្ចការរបស់និកាយតៅនោះទេមិនឆានធម្មពលនៅក្នុងដៃទាចេញទៅវាប្រហារប៉ុន្តែពេលនោះលំហមួយក៏បានបើកនៅខាងមុខហ្វាំងហៅដើម្បីរៀបរៀងពីការវាប្រហាររបស់ព្រឹត្តិការណ៍ស៊ុនលីងភ្ញាក់ផ្អើលយ៉ាងខ្លាំងតើនោះគឺជាអ្វីទៅដែលយើងក៏បានឃើញព្រឹត្តិការណ៍នៃអាណាចក្រប្រាសាទលីងវូបានបង្ហាញខ្លួនគាត់មានឈ្មោះថាព្រឹត្តិការណ៍ស៊ុនលូកម្លាំងធម្មពលខាងវិញ្ញាណបន្តិចបន្តួចនេះវាមិនអាចធ្វើឲ្យតាចាស់ដូចជាខ្ញុំមានរបួសឡើយដោយអត្រាជាងឡើងគាត់ក៏បានពោលថានៅក្នុងពិភពលោកដ៏ធំទូលាយពេលនេះមាននៅអ្នកខ្លាំងដ៏ទេវភាពមួយបានចុះមកមែនពេលនោះផងដែរមេដឹកនាំនៃកាយស៊ុនលីងក៏បានប្រញាប់ដាក់មេប្រូចប៉ុន្តែត្រូវបានតាចាស់ស៊ុនលូបាញ់ចេញនូវធម្មពលរបស់គាត់ចូលទៅវាប្រហារពីខាងក្រោយចាក់ទម្លុះពីមួយខាងទៅមួយខាងធ្វើឲ្យគាត់បានស្រែកថាតើវាអាចទៅរួចដោយរបៀបណារាងកាយរបស់គាត់ក៏បានបែកខ្ទេចសល់តែស្នូលប្រលឹងវិញ្ញាណយកទុកឲ្យគាត់បានសួរថាអ្នកគឺជាឈិនធានមែនទេកំណត់ទ្រព្យគ្រួសារឈិនដែលលោកម្ចាស់របស់ខ្ញុំចង់បានតើវាស្ថិតនៅលើអ្នកមែនទេពេលនោះអត្រាជាងឡើងបានប្រាប់ថាល្អិតអ្នកមិនអាចប្រយុទ្ធជាមួយនឹងតាចាស់ម្នាក់នេះបានទេពញាពេលឲ្យស្វែងរកឱកាសយើងនឹងជួយអ្នកឲ្យបានរួចកិច្ចខ្លួនពេលនោះហ្វាងហៅបាននិយាយថាឈិនធានខ្ញុំនឹងស៊ូអ្នកម្ដងទៀតតើអ្នកព្រមចូលរួមជាមួយនឹងអាណាចក្រប្រាសាទលីងវូរបស់ខ្ញុំទេពេលនោះព្រះអង្គម្ចាស់ទី9បានពោលថាហ្វាងហៅអ្នកបានសន្យាជាមួយនឹងខ្ញុំប្រសិនបើខ្ញុំជួយអ្នកឲ្យចូលរួមជាមួយនឹងអាណាចក្រប្រាសាទលីងវូបានសម្រេចអ្នកក៏នឹងជួយខ្ញុំឲ្យគ្រប់គ្រងអាណាចក្រធានវូទាំងមូលផងដែរម្យ៉ាងទៀតខ្ញុំមិនអនុញ្ញាតឲ្យវូឈិនតាណាបាននោះទេនៅក្នុងថ្ងៃនេះមើលទៅពេលនេះហ្វាងហៅគេមិនខ្វល់ពីពាក្យសន្យានោះទេខ្ញុំស្អប់មនុស្សល្ងងដែលធ្វើឆ្លាតខ្លាំងណាស់គ្រូវេចេញជាមួយនឹងចំហាយធម្មពលដ៏មុតស្រួចចូលទៅវាប្រហារឲ្យពុកកូនទាំងពីរកំតិចសំបីតែប្រលឹងវិញ្ញាណក៏មិននៅសេសសល់ដែរឈិនធានដូច្នេះតែអ្នកពិចារណាវាហើយឬនៅអ្នកបាននឹងចម្លើយរួចទៅហើយហេតុអ្វីបានជាស៊ូម្ដងទៀតដែលនេះគឺជាពាក្យសម្ដីរបស់ឈិនធានរួចហើយគាត់ក៏បានបន្ទោសជាមួយនឹងអំណាចធម្មពលរបស់គាត់ឡើងមកហ្វាងហៅបានពោលថាដូចជាការគិតរបស់ខ្ញុំមែនទោះបីជាពេលនេះអ្នកបានប្រឈមមុខជាមួយនឹងចាស់ព្រឹត្តិការណ៍ស្ថិតនៅក្នុងកម្រិតស្ដេចក៏ដោយប៉ុន្តែស្មារតីរបស់អ្នកនៅតែស្ងប់ស្ងាត់មើលទៅអ្នកប្រហែលជាមានវិធីដើម្បីជួយសង្គ្រោះជីវិតរបស់អ្នកមានទេដូចជាប្រលឹងវិញ្ញាណដែលនៅសេសសល់របស់អាត្រេដែលដ៏អស្ចារ្យនៅក្នុងខ្លួនរបស់អ្នកដោយសារតែហ្វាងហៅបានដឹងទៅហើយពេលនោះឈិនធានក៏បានបញ្ចេញជាមួយនឹងប្រលឹងវិញ្ញាណរបស់អាត្រេជាងឡាវបើការវាប្រហារជាមួយនឹងដៃនៅក្នុងដៃតែម្ដងយាយកាពេញមួយទំហឹងពេលនោះព្រឹត្តិការណ៍ស៊ុនលូក៏បានបន្លាស់ទីយ៉ាងលឿនចូលមករៀបរៀងប្រើប្រាស់ជាមួយនឹងកណ្ដឹងវិញ្ញាណរបស់គាត់ផ្សាយភេទជាមួយនឹងអំណាចធម្មពលឡើងក្រាស់ក្រែលដែលធ្វើឲ្យអំណាចប្រលឹងវិញ្ញាណរបស់អាត្រេជាងឡាវមិនស្ថិតស្ថេរនោះទេពេលនោះឈិនធានក៏មានការព្រួយបារម្ភផងដែរតាចាស់ស៊ុនលូបានពោលថាកណ្ដឹងបុរាណវិញ្ញាណហាមឃាត់មួយនេះវាមាននូវសមត្ថភាពរំញោចស្មារតីវិញ្ញាណខាងក្នុងបានមេដឹកនាំរបស់យើងបានរៀបចំរបស់នេះយ៉ាងពិសេសសម្រាប់ពួកអ្នកអាត្រេជាងឡាវដឹងខ្លួនថាមិនអាចទប់ទល់បានប្រាប់ឈិនធានថាឥឡូវប្រញាប់រត់ភ្លាមទៅឈិនធានក៏បានបញ្ចេញនូវកូនកបិតអវកាសឋានស៊ូដើម្បីបន្លាស់ទីចាក់ចេញពីទីនោះតែម្ដងតាមពិតទៅអ្នកក៏មាននូវវត្ថុបុរាណដ៏អស្ចារ្យដែរពិតជាមានវិធីជាច្រើនដើម្បីរួចកិច្ចខ្លួនមែនជាមួយនឹងកបិតបុរាណអវកាសឋានស៊ូរបស់ឈិនធានបានជួយនាំក៏បន្លាស់ទីយ៉ាងលឿនប៉ុន្តែពេលនោះផងដែរយើងក៏បានឃើញវាចាប់ផ្ដើមប្រេះដោយសារតែធម្មពលក្រញាំដៃតែចាស់ស៊ុនលូវាអាចជ្រៀតចូលមកក្នុងអំណាចមួយនោះបានចាប់ទីនៅរាងកាយរបស់ឈិនធានទម្លាក់ចុះមកវិញមិនឈប់ឈិនធានតែព្យាយាមហក់ឡើងប្រើប្រាស់ជាមួយនឹងបច្ចេកទេសដៃជីវិតនិងសេចក្តីស្លាប់កាប់ជាចំហាយធម្មពលចេញទៅវាប្រហារតែចាស់ស៊ុនលូទាចេញនូវធម្មពលចូលមកទប់រងខ្ទុះទាំងធ្វើរាងកាយរបស់ឈិនធានក៏បានខ្ទាតប៉ើងសម្លឹងឡើងទៅលើកនេះខ្ញុំត្រូវស្លាប់មែនទេបន្តស្រមៃឃើញមនុស្សជាទីស្រឡាញ់របស់គាត់ជាច្រើនឈិនធានអ្នកមិនអាចចុះចាញ់បាននោះទេសូម្បីតែឪពុករបស់គាត់ក៏បាននិយាយដូចគ្នានេះចុងក្រោយគឺជាយន្តសាងវូឈិនអ្នកបានសន្យាហើយពេលនោះផងដែរឈិនធានក៏បានស្រែកបំផ្ទុះជាមួយនឹងដៃអំណាចផ្កាយបើកវាឡើងបន្ទាប់មកក៏បានបញ្ចេញជាមួយនឹងដៃអាត្រេឋានស៊ូចាប់កាន់ចូលមកក្នុងដៃក្រវែងចេញជាធម្មពលនេករាជតាចាស់ស៊ុនលូបានសរសើរថាយុវជនជំនាន់ក្រោយពិតជាអស្ចារ្យណាស់ការវាប្រហារនេះថែមទាំងមានល្បិចកលនៃខ្លឹមសារដែរទៀតផងប្រសិនបើយើងស្ថិតនៅក្នុងកម្រិតអាណាចក្រស្ដេចដូចគ្នាការវាប្រហារមួយស្និតនេះវាគ្រប់គ្រាន់ដើម្បីសម្លាប់ខ្ញុំបើកនៅអំណាចធម្មពលរបស់គាត់ចេញពីថ្ងាសបាញ់ចេញទៅវាប្រហារទម្លុះនៅរាងកាយរបស់ឈិនធានខ្ទាតប៉ាមកខាងក្រៅតាចាស់ស៊ុនលូក៏បានថែមមួយដៃទៀតខ្ជិះឈាមចេញពីមាត់ធ្លាក់ចុះទៅខាងក្រោមឡើងហុយចុះស្ដុកនៅកន្លែង
ដែលពេលនេះរាងកាយទាំងមូលរបស់ឈិនធានឡើងប្រេះអស់សរសៃវិញ្ញាណរបស់អ្នកត្រូវបានកាត់ផ្ដាច់សូម្បីតែសាច់និងឆ្អឹងក៏ត្រូវបានដាច់ចេញពីគ្នាព្រលឹងវិញ្ញាណត្រូវបានបែកខ្ញែកទោះបីជាអ្នកអាចរស់ឡើងវិញបានក៏ដោយអ្នកគ្រាន់តែជាជនពិការតែប៉ុណ្ណោះតាចាស់ស៊ុនលូក៏បានបន្លាស់ទីចូលមកចូលយើងបញ្ចប់កិច្ចការតាមបញ្ជារបស់លោកចៅហ្វាយជាមុនសិនដែលគេបានប្រើប្រាស់ជាមួយអំណាចធម៌ពលគ្រប់គ្រងទៅលើរាងកាយរបស់ឈិនធានរួចហើយចាក់ចូលទាញចេញនៅព្រលឹងវិញ្ញាណដែលនៅសេសសល់លេចឡើងនៅព្រលឹងវិញ្ញាណដែលអធិរិបិសាចនិងព្រលឹងវិញ្ញាណប្រធានស៊ូស្រែកគម្រាមទៅពួកគេទាំងពីរនាក់តាចាស់ស៊ុនលូបានពោលថាម្ចាស់របស់ឯងបានស្លាប់ហើយហើយអ្វីបានជាពួកឯងនៅតែតស៊ូក៏ពេលដែលធម៌ពលរបស់គាត់កំទេចចេញនៅទីបំផុតគេក៏បានទាញយកកំណប់ទ្រព្យដែលជាគម្ពីរក្បាច់គុណរបស់គ្រូសាឈិនវាពិតជាសៀវភៅគម្ពីរឋានស៊ូមែនការធ្វើដំណើររបស់ខ្ញុំលើកនេះមានអត្ថប្រយោជន៍នោះទេហ្វាហាក៏បានពោលផងដែរតើនេះជាសៀវភៅឋានស៊ូមែនទេនៅមិនទាន់អស់គេក៏បានស្រូបទាញយកមកមួយទៀតមិនមែនមួយនោះទេ2 3 4 5ឯណោះដែលធ្វើឲ្យតាចាស់ស៊ុនលូរត់ទៅភ្ជាប់អើលវាមានរហូតដល់5ក្បាលអាក្មេងម្នាក់នេះពិតជាសំណាងខ្លាំងណាស់ដែលអាចប្រមូលសៀវភៅគម្ពីរឋានស៊ូតែម្នាក់ឯងចំនួន5ក្បាលស្របពេលនោះចំហាយធម្មពលប្រេតកោទូចៗជាច្រើនក៏បានធ្លាក់ចុះបង្ហាញខ្លួនមកគឺជាទេពអប្សរវិនបៃស៊ឺត្រូវជាគូស្នេហ៍ចាស់របស់អធិរាជឈុតសបើកភ្នែកឡើងជាមួយនឹងចំហាយធម្មពលត្រជាក់ដ៏ខ្លាំងក្លាទីបំផុតអ្នកបានឈានចូលមកក្នុងគ្រោះមហន្តរាយមួយនេះបន្ទាប់ពីឃើញឱកាសល្អតាចាស់ស៊ុនលូក៏បានស្រូបទាញជាមួយនឹងធម្មពលមកក្នុងដៃរបស់គាត់ស៊ូថាតើនាងគឺជានរណាប៉ុន្តែលួចវាប្រហារបាត់ទៅហើយធ្វើឲ្យទេពអប្សរវិនបៃស៊ឺក៏បានបញ្ចេញនូវធម្មពលនៅចុងម្រាមដៃរបស់នាងអ្នកមិនសាកសមស្គាល់ខ្ញុំនោះទេក្រវែងចេញស្រាលៗរៀងពីដុំធម្មពលកំពុងតែវាប្រហារចូលមករួចហើយបញ្ចូលសៀវភៅគម្ពីរទាំង5ក្បាលទៅក្នុងខ្លួនរបស់ឈិនធានវិញអ្នកត្រូវតែចាប់យកក្តីសង្ឃឹមដ៏តូចមួយនេះដោយតាចាស់ស៊ុនលូនៅតែសួរថាតើអ្នកគឺជាអ្នកណាហើយអ្វីអ្នកហ៊ានជិះជ្រែកភារកិច្ចអាណាចក្រប្រាសាទលីងវូដោយរបៀបណាបញ្ចេញនៅព្រលឹងវិញ្ញាណដ៏ធំរបស់គាត់ឡើងមកញាដៃពេញមួយទំហឹងទេពអប្សរបានប្រាប់ថាអ្នកបានសម្លាប់គាត់ដូច្នេះអ្នកមិនរួចខ្លួននោះទេបោះដៃស្រាលៗជាមួយនឹងចំហាយធម្មពលត្រជាក់ដើម្បីទប់រងប៉ុន្តែអាចបង្កត់ធម្មពលវិញ្ញាណដ៏ធំមួយនោះបានបំបែកចេញសូម្បីតែតាចាស់ស៊ុនលូក៏ត្រូវបានខ្ទាតប៉ើងហើយភ្លាមរាងកាយរបស់គាត់ក៏ត្រូវបានកកផងដែរផ្ទុះទៀងបែកមាត់បន្ទាប់ពីឃើញបែបនោះហ្វាងហៅមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្លឹងមើលទេពអប្សរវិនបៃស៊ឺកំពុងតែបែករាងកាយរបស់ឈិនធានហោះឡើងទៅគេក៏បានសួរថារៀមច្បងតើអ្នកពិតជាមិនសម្លាប់ខ្ញុំទេឬទេពអប្សរក៏បានឈប់ហើយឆ្លើយថាមនុស្សដែលចង់សម្លាប់អ្នកគឺជាឈិនធាននិងហើយអ្នកទាំងអស់គ្នាadminក៏មានរឿងថ្មីមួយដែរទៅតែសម្រេចដាក់ទៅក្នុងក្រុម Telegram VIP របស់យើងហើយអ្នកទាំងអស់គ្នាក៏អាចចូលទៅទស្សនាសារល្បងបានដែរនៅក្នុងក្រុម free ចំពោះនៅលើ YouTube មិនអាចកាត់ផុសបាននោះទេដោយសារតែក្រុមហ៊ុនរបស់គេចាប់ copyright ចំពោះរឿងនឹងផងដែរមួយភាគគឺវែងគូសំមានដល់18នាទីជាងរហូតដល់ជិត20នាទីណោះចំណែក link Telegram admin នឹងទម្លាក់នៅក្រោម comment និងហើយខ្សែរឿងភាគទី164របស់យើងក៏ត្រូវបានបញ្ចប់ផងដែរក៏សូមអធិស្ឋានរាល់កំហុសខុសឆ្គងដែលបាននិយាយឡើងសម្រាប់ពេលនេះadminសូមជម្រាបលាបាយបាយ